បើសិនជាទីផ្សារត្រូវប្រភេទ luxury product អានឹងយើងធ្វើចឹងអត់ត្រូវទេកាលណាតម្លាក់ថ្លៃវាធ្វើឲ្យរបស់ហ្នឹងលែងមានតម្លៃដូចយុទ្ធសាស្ត្ររបស់ Hermes ចឹងយុទ្ធសាស្ត្រគេបើយើងចង់ទិញតើយើងតម្ងជួចុះបញ្ជីចាំទៀតបានទិញបានគេធ្វើឲ្យយើងមានអារម្មណ៍ថាវាមានតម្លៃហូចបើសិនជាគេលក់អត់អស់គេអត់មានឡៃឡងអត់មាន discount ទេគេសុខចិត្តដុតចោលទាំងអស់ដើម្បីឲ្យរបស់ហ្នឹងមានតម្លៃអញ្ចឹងយើងត្រូវយល់ថាតើយើងលក់អីគេអញ្ចឹងពេលខ្លះអតិថិជនខ្លះគឺគេអត់លក់ឲ្យតែមកពួកកុំឲ្យខូចអា brand name របស់គេហ្នឹងខ្ញុំមានសំណួរមួយនេះចង់សួរលោកគ្រូដោយសារតែស្ថានភាពឥឡូវរៀងពិបាកដូចយើងដឹងអញ្ចឹងខ្ញុំនៅលើការលក់អីអញ្ចឹងខ្ញុំលក់អីបានលក់អីទៅអញ្ចឹងនៅពេលដែលក្នុងស្ថានភាពពិបាកអីដែលជាយុទ្ធសាស្ត្រដែលខ្ញុំគិតថាវា work ហ្មងគឺការកាត់បន្ថយថ្លៃដើមខ្ញុំឧទាហរណ៍ថាដូចទឹកសុទ្ធមកដងចុះជាទូទៅអ្នកដែលលក់ទូទៅឧទាហរណ៍ថាគេត្រូវការចំណេញ 1500 ក្នុងមួយដបប៉ុន្តែយើងអាចទៅឲ្យយើងកាត់ចំណាយថ្លៃដើមយើងអាចលក់ត្រូវប៉ុន្តែចំណេញ 500 ក៏យើងអាចធ្វើបានដែរអញ្ចឹងខ្ញុំចង់សួរគ្រូថាតើការរកស៊ីរបៀបហ្នឹងវាប៉ះពាល់ហើយក៏វា unfair ពេកអត់សម្រាប់អ្នកលក់ដទៃទៀតហ្នឹងខ្ញុំចង់សួរតើជំរឿនផ្នែកហ្នឹងខុសក៏ត្រូវពីលោកគ្រូការកាត់ថយថ្លៃដើមបើសិនជាអត់កាត់គុណភាពបានវាជារឿងល្អបើយើងកាត់ថយថ្លៃដើមបានតែយើងអត់កាត់គុណភាពព្រោះបញ្ហាសំខាន់គឺគុណភាពទៅតែរបស់ហាងមួយបើអញ្ចឹងល្អព្រោះ Walmart ស្គាល់ទេ Walmart គឺជាហាងលក់រាយដែលធំជាងគេបំផុតលើពិភពលោករកចំណូលបានច្រើនជាងគេបំផុតលើពិភពលោកបច្ចុប្បន្នមិនមែនជាក្រុមហ៊ុនដែលថ្លៃជាងគេបំផុតលើលោកតែជាហាងមួយដែលរកបានច្រើនចំណុចខ្លាំងរបស់ Walmart គឺថ្លៃទាបតែលើកនិយាយថាបើយើងទិញកែវមួយយើងទៅទិញនៅ Walmart ហើយនឹងយើងទៅទិញផ្ទាល់ដល់រោងចក្រផលិតយើងទៅទិញដល់រោងចក្រផលិតក៏ថ្លៃជាងទិញនៅ Walmart ដែរហេតុអីព្រោះ Walmart ព្យាយាមធ្វើឲ្យតម្លៃទាបបំផុតដែលអាចធ្វើទៅបានតែនៅតែចំណេញ quality នៅតែដែរតែគាត់ទិញក្នុងបរិមាណច្រើនបំផុតដែលធ្វើឲ្យរោងចក្រធ្វើតម្លាក់តម្លៃទាបបំផុតដើម្បីគាត់លក់គេនិយាយថាយុទ្ធសាស្ត្រ Walmart លក់រាយតែក្នុងតម្លៃដុំហុចសួរពីណាចំណេញ Walmart ក៏ចំណេញអតិជន Walmart ក៏ចំណេញខ្ញុំមើលទិន្នន័យហិរញ្ញវត្ថុគេហើយលក់បានច្រើនពាន់លានណាតែកម្រិតនៃការចំណេញអត្រាតិចបើធៀបមួយ Apple ដែលគេចំណេញដល់ 40-50% អញ្ចឹងណាទៅលើចំណូលដុលតែ Walmart ចំណេញអត់បាន 10% ទេកាត់ចំណាយហើយតិចតែគេលក់បានច្រើនខ្លាំងបើសិនជាយើងធ្វើបានអានឹងល្អបងប្អូនព្រោះទីផ្សារត្រូវការអញ្ចឹងអានឹងសម្រាប់តម្រូវការភាគច្រើនហើយទៅមុខទៀតខ្ញុំចង់បែងចែកដែរអតិថិជនច្រើនមានន័យថាយើងលក់តាំងពី low level រហូតដល់ high នៅណាក៏ប្រើបានរបស់យើងអញ្ចឹងកាន់តែទាបហើយចំណេញបានអានឹងចំណេញទាំងអស់គ្នាសង្គមក៏ចំណេញយើងក៏ចំណេញអតិថិជនយើងក៏ចំណេញដែរខ្ញុំលើកទឹកចិត្តបើសិនធ្វើបានបាទអរគុណ